រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសានរួមមានខេត្តស្ទឹងត្រែងរតនគិរីមណ្ឌលគិរីនិងកញ្ចេះគឺជាអាទិភាពជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាននិងតំបន់កណ្ដាលប្រទេសជាក់ស្ដែងរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធនមនុស្សតាមរយៈការកែលម្អសេវាសាធារណៈជាពិសេសសុខាភិបាលអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រឹងប្រែងពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញតាមបណ្ដាខេត្តជុំវិញនិងប្រទេសជិតខាងតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាពិសេសផ្លូវជាតិស្ពាននិងបានពុះពៀអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលើកកម្ពស់វិស័យកសិកម្មកសិឧស្សាហកម្មទេសចរណ៍ធម្មជាតិនិងពាណិជ្ជកម្មឆ្លងដែននិងការទាក់ទាញវិនិយោគតាមរយៈការតភ្ជាប់បណ្ដាញផ្គត់ផ្គង់អគ្គិសនីទឹកស្អាតនិងទូរគមនាគមន៍យើងទាំងអស់គ្នាដឹងហើយមិញក៏ខ្ញុំបានលើកថាខេត្តនៅទិសឦសាននេះបើជាពលសេដ្ឋកិច្ចប្រៀបធៀបជាមួយនឹងពលសេដ្ឋកិច្ចផ្សេងដូចជាពលសេដ្ឋកិច្ចភ្នំពេញសៀមរាបខេត្តព្រះសីហនុយើងនៅមានកម្រិតមានកត្តាមួយចំនួនដែលมันមានប្រៀបធំជាមួយប្រៀបធៀបជាមួយនឹងសក្តានុពលរបស់ពលសេដ្ឋកិច្ចផ្សេងដូចជាចម្ងាយឆ្ងាយពីទីប្រជុំជនពីសមុទ្រពីមជ្ឈមណ្ឌលពីកន្លែងគេថាធ្វើដំណើរផ្លូវអាកាសផ្លូវទឹកប្រជាជនតិចប៉ុន្តែខេត្តនៅទិសឦសានក៏មានសក្តានុពលមួយចំនួនដែលខេត្តផ្សេងតំបន់ផ្សេងអត់មានសក្តានុពលកសិកម្មកសិឧស្សាហកម្មទេសចរណ៍អញ្ចឹងអ្វីដែលសំខាន់យើងត្រូវមើលអ្វីដែលយើងមានហើយយើងព្យាយាមទាញយកផលដើម្បីអភិវឌ្ឍនៅកន្លែងនេះអញ្ចឹងកត្តាដែលយើងអាចធ្វើបានទី1គឺធានាបាននៅបរិស្ថានស្ថិរភាពសន្តិសុខសន្តិភាពយើងអាចនិយាយជាអាទិភាពធំបំផុតគឺសន្តិភាពព្រោះតែអត់មានសន្តិភាពវាគ្មានទេសន្តិសុខហើយស្ថិរភាពនោះតែវាយគ្នាហើយគឺគ្មានទេពាក្យថាសន្តិសុខសណ្ដាប់ធ្នាប់ព្រោះមនុស្សកន្លែងតែរត់កិច្ចក្របការចំណាយទៅលើការពារអញ្ចឹងការដាក់ចេញនៅគោលនយោបាយឈ្នះដើម្បីបញ្ចប់សង្គ្រាមដែលទីនេះក៏ជាកន្លែងដែលមានពាក់ព័ន្ធក៏ប៉ះពាល់ទៅដល់សង្គ្រាមផ្ទៃក្នុងសង្គ្រាមជំនាន់វៀតណាមដែលខេត្តនៅខាងទិសឦសាននេះបានទទួលប៉ះពាល់បញ្ចប់ដោយសារនយោបាយឈ្នះយើងធានាបាននៅបរិស្ថានមួយដែលឈប់វាយគ្នាកម្លាំងយើងអាចប្រមូលផ្ដុំកសាងពង្រឹងវិនិយោគទៅលើការអប់រំបណ្ដុះបណ្ដាលសុខាភិបាលនិងផ្សេងតាក់ទាញវិនិយោគចូលប្រក្រុងកន្លែងរបស់យើង